vì sao cứ say thì cho ôi nhiều gọt mò đờ lên chẳng tao gọt nó lại này miền kỉnh châm đam lại này kỷ miền nằm đó con cang chứ gọt ai tha gọt mò đờ lên hết gọt nừng xua dạ công thaแล้วmiền con cang ớt gọt trong tinh mà thấy đơm rồi mới gọt trong tinh sam lập đơm là mày đam giống như miền lạnh ở gọt tinh hết miền lạnh ở gọt mò chu rùm đầm បាទចុះពាក់ព័ន្ធជាមួយគម្រោងបងធ្វើការងារទាំងអស់ហ្នឹងតើបងមានទំហំការងារដែរនឹងឬអត់បងព្រោះតើថាការរៀបចំស្នើបដោះដើមកោងការហ្នឹងទំហំប៉ុណ្ណាហើយចំនួនក្តាមដែលបងគិតថាចង់រៀបចំចិញ្ចឹមវាហើយអាចថាប្រើប្រាស់វាជាសេវាតាក់ទាញភ្ញៀវទេសចរហ្នឹងណាតើទំហំកិច្ចការហ្នឹងប៉ុណ្ណាដែរបង បើយើងដីដែលយើងត្រូវដាំឲ្យចូលតង់ទំហំចូលចិត្តកន្លះហັບតាដែរហើយយើងអាចថាដាំឡើងហ្នឹងទៅចិញ្ចឹមក្តាមក៏ចិញ្ចឹមនៅឡើងហ្នឹងដែរ បាទបងតើទំហំការងារដីកន្លះហិកតាដាំដើមកោងការហ្នឹងក៏ដូចជាចិញ្ចឹមក្តាមថ្មហ្នឹងណាចំនួនមនុស្សដែលគាត់រស់នៅក្នុងតំបន់ដែលគាត់ចូលរួមជាមួយគម្រោងធ្វើបែបហ្នឹងតើអាចថាបងប៉ាន់ស្មានថាប្រហែលគ្រួសារឬក៏ចំនួននៅប្រហែលអ្នកដែរបង បើយើងនេះទៅនៅក្នុងនេះវាអាចទាំងច្រើនគ្រួសារដែរតែមិនយើងវាមិនដឹងថាប្រហែលគ្រួសារតែវារៀងច្រើនដែរនៅក្នុងតំបន់សហគមន៍យើងនេះនៅក្នុងភូមិរទ្ធីមួយនេះតែគាត់ចូលរួមដាំគាត់ចូលរួមចង់ការចិញ្ចឹមក្តាមអីចឹងមានច្រើនពេលប្រជុំហ្នឹងខ្ញុំសារប្រាប់គាត់ថាយើងគាត់អរគុណណាស់ដែលបានអង្គការឲ្យមកជួយរកឡើងចិញ្ចឹមក្តាមរកឡើងចិញ្ចឹមខ្យងហើយយើងមានដីខ្លះនៅជាប់ព្រែកជាប់អីចឹងយើងអាចថាចិញ្ចឹមបាន តែគាត់ថាការដែលចិញ្ចឹមយើងមិនតាន់បានថាក្នុងសហគមន៍មិនតាន់ថាចិញ្ចឹមបានម្ដងទេអញ្ចឹងគាត់សាកល្បងចិញ្ចឹមពីព្រោះឃើញដីហ្នឹងវាអាចតំណងដែរអញ្ចឹងយើងសាកមើលសិនបើសិនជាបានជោគជ័យលើក្រោយឲ្យគាត់នៅក្នុងសហគមន៍ហ្នឹងដូចមួយគាត់អ្នកកម្មការសហគមន៍គាត់ប្រជាពលរដ្ឋសហគមន៍គាត់អាចថាចង់ចិញ្ចឹមឲ្យគាត់មានឡើងដៃប្រែកដីហ្នឹងយើងអាចចិញ្ចឹមបានហើយអង្គការនឹងជួយរកពូជយកមកឲ្យគាត់ចិញ្ចឹម បាទបងចុះកិច្ចការងារដាំបដោះដាំកោងការក៏ដូចជាចិញ្ចឹមក្តាមថ្មហ្នឹងអាចថាទិន្នផលរបស់ការងារទាំងអស់ហ្នឹងបងគិតថាត្រូវការពេលប្រហែល បើគិតទៅវារៀងយូរដែរតែមិនយូរប៉ុន្មានដែរបើនេះយើងត្រូវការទី1យើងត្រូវការធ្វើឡើងស្នាលសិនធ្វើស្នាលហើយយើងធ្វើឡើងចិញ្ចឹមសិនធ្វើស្នាលបន្តហើយយើងធ្វើឡើងដាំហើយអញ្ចឹងបាទយើងធ្វើឡើងចិញ្ចឹមធ្វើឡើងចិញ្ចឹមក្តាម បាទបងសំណួរខ្ញុំចេះបងសិនមានថវិកាហើយគេឲ្យបងធ្វើកិច្ចការងារទាំងអស់ហ្នឹងណាតើបងត្រូវការពេលវេលាប្រហែលតាំងពីការរៀបចំពីដើមដំបូងរហូតដល់តាចេញជាលទ្ធផលអាចថាក្តាមថ្មហ្នឹងអាចយកទៅប្រើប្រាស់លក់បានឬក៏ដើមកោងកាយហ្នឹងបានន័យថាយើងប្រកាសថាវាដោះហើយអញ្ចឹងណាបងវាអាចទៅយុទ្ធធំធាត់ដោយខ្លួនឯងអញ្ចឹងណា បើយើងនេះវារៀងប្រើពេលយូរដែរដោយសារយើងទី1យើងអត់ចង់ទៅយកកូនកាងពីសហគមន៍គេទេព្រោះក្នុងសហគមន៍យើងនេះមានកូនកាងជាច្រើនហត្តាដែលសម្រាប់យើងអាចទៅបានថវិកាមកយើងអាចថាឲ្យបងប្អូនសហគមន៍យើងគាត់ទៅរើសយកមកដាក់ស្បោមកយើងដើម្បីឲ្យវាដោះក្នុងរយៈពេលប្រហែលខែទីហើយយើងយកមកបន្តហើយឲ្យវាលិចបានហើយប្រហែលខែហ្នឹងបានយើងយកមកដាំ បាទ ចុះបើសិនជាពីក្តាមថ្មវិញបើសិនជាបងរៀបចំគម្រោងកិច្ចការនឹងដាំចិញ្ចឹមក្តាមថ្មទៅធំហើយហ្នឹងទីផ្សារក្តាមថ្មហ្នឹងអាចរកចំណូលឲ្យសហគមន៍បានវិញទេបងឬក៏យ៉ាងម៉េចដែរ បានពីព្រោះយើងនេះវាមានតំបន់ឆ្នេរមានភ្ញៀវទេសចរគេមកកំសាន្តគេមកដើរលេងអញ្ចឹងហើយដូចបើយើងចិញ្ចឹមបានផលហ្នឹងទៅគឺយើងផ្សព្វផ្សាយឲ្យគាត់ថានេះកន្លែងសហគមន៍កែផលនេះមានចិញ្ចឹមក្តាមថ្មឥឡូវបានហើយក្នុងដូចថាគាត់ចង់មកទិញ1គីឡូ2គីឡូអីចឹងគឺគាត់អាចតាក់ទងមកសហគមន៍ដើម្បីស្រួលយើងងាយបានលក់ដូរជូនគាត់ បាទបងបាទចុះជាចុងក្រោយបងមានមតិយោបល់អីបន្ថែមទេបង បាទជាចុងក្រោយខ្ញុំគាត់ថាអរគុណបងខាងអង្គការចេះមកដើម្បីជួយក្នុងសហគមន៍នេះគឺខ្ញុំរីកចម្រើនណាស់គឺសប្បាយចិត្តដែលគាត់មកជួយស្ដារក្នុងសហគមន៍ឲ្យមានការចិញ្ចឹមក្តាមឲ្យមានការអភិវឌ្ឍដូចស្ដារដាំស្ដារព្រៃកោងកាងព្រោះព្រៃកោងកាងខ្លះវាមានរិលខ្លះនៅក្នុងតំបន់យើងនេះមិនមែនថាវានៅល្អថិតថេរទាំងអស់ទេបើមានងាប់មានអីចឹងយើងនឹងអាចមានខាងបងមកជួយអញ្ចឹងយើងអាចថាបន្តទៅយើងដាំដែលណាដែលរិចរិលយើងដាំជួស
វាថែមយ៉ាងណាយើងក៏អរគុណបងដែរដែលបានមកជួយទ្រាំទ្រក្នុងសហគមន៍ បាទបងចុះសម្រាប់ប្រជាជនស្រុកខ្មែរយើងឬក៏និយាយរួមគឺទេសចរវិញបងមានសារអីចង់ផ្ញើជូនគាត់ទេ ខ្ញុំមានថាដូចជាទេសចរឲ្យគាត់អាចថាចង់មកលេងនៅក្នុងតំបន់នេះគឺអាចមកលេងបាននៅក្នុងតំបន់សហគមន៍មានឆ្នេរហ្នឹងក៏មានច្រើននៅក្នុងភូមិរដ្ឋី2ក៏មានឆ្នេរលេងនៅក្នុងភូមិរដ្ឋី1ហ្នឹងក៏មានឆ្នេរដែលវែងស្អាតហើយតម្លៃគឺលក់នៅក្នុងសហគមន៍យើងធម្មតាអត់មានជាថ្លៃអីទេគឺការហូបចុកអីគឺក្តាមពគានឹងលក់ដូចយើងនៅក្នុងទីផ្សារយើងអត់មានថាថ្លៃអីលើសលប់អីអត់អី បាទបងហើយការមកលេងពីភ្ញៀវទេសចរហ្នឹងតើគាត់អាចស្នាក់នៅទីនឹងបានមួយយប់អីទេបង បានតែគាត់ថាវានៅយើងនេះវាអត់មានជាផ្ទះសំណាក់អីធំដុំច្រើនទេបើអាចតែជាបោះលក្ខណៈបោះតង់អានឹងបានតាមឆ្នេរហ្នឹងគឺបោះតង់បានអត់បញ្ហាទេបោះតង់ដេកលេងអីចឹងទៅមួយយប់ពីរយប់ជួលទូកទូចត្រីអីចឹងអានឹងបានជិះទូកមើលព្រៃកងកាងអីចឹងតែបើឲ្យមានផ្ទះសំណាក់បន្ទប់ជួលអីច្រើនអត់មានតែមានតិចតួចចឹង